បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់ដែលកំពុងទស្សនាវីដេអូមួយនេះខ្ញុំបាទសូមបង្ហាញអំពីរបៀបប្រើប្រាស់កម្មវិធី Padlet ដើម្បីជាជំនួយក្នុងការបង្រៀនបាទជាដំបូងគឺសូមលោកគ្រូអ្នកគ្រូបើក browser ណាមួយដែលលោកគ្រូអ្នកគ្រូចង់ប្រើប្រាស់បន្ទាប់មកយើងវាយអាសយដ្ឋានរបស់កម្មវិធី Padlet បាទ padlet.com រួចហើយចុច enter បាទនៅពេលនោះវាចេញទាំងនេះមកហើយក្នុងករណីដែលលោកគ្រូអ្នកគ្រូមានកម្មវិធីនេះដូចហើយជាប់រួចហើយសូម login មកក៏ប៉ុន្តែបើពុំទាន់ធ្លាប់ទេជាលើកដំបូងសូមចុចពាក្យថា sign up បាទរួចហើយលោកគ្រូអ្នកគ្រូអាច sign up ជាមួយនឹង email របស់ Apple ID বা Gmail ឬក៏របស់ Microsoft ជាដើមឬក៏ជាមួយនឹង email ផ្ទាល់ខ្លួនបាទឥឡូវខ្ញុំសូមបង្ហាញការ sign up ជាមួយនឹង email របស់ Google គឺ Gmail សូមចុចលើប៊ូតុង Google បន្ទាប់មកសូមជ្រើសរើសគណនីរបស់លោកគ្រូអ្នកគ្រូដែលចង់ភ្ជាប់ជាមួយបាទបន្ទាប់មកសូមចុចលើពាក្យបន្តបាទអញ្ចឹងករណីបើយើងជាគ្រូបង្រៀនសូមចុចលើ Add Teacher នេះមកបាទរួចហើយវានឹងឲ្យយើង select គម្រោងប៉ុន្តែអ្វីដែលលោកគ្រូអ្នកគ្រូត្រូវចុចនេះគឺចុច Free Forever នេះបាទករណីយើងត្រូវបង់មួយខែ$5ឬក៏នេះ$50អានេះ6.99អញ្ចឹងប៉ុន្តែឥឡូវខ្ញុំសូមជ្រើសរើស Free Forever បាទត្រង់នេះគឺគេឲ្យយើងបំពេញបាទថ្នាក់ហើយមុខវិជ្ជាអីចឹងមកតែយើងក៏អាចឆ្លើយលើក្រោយក៏បានដែរសូម answer letter បាទនេះគឺជាផ្ទាំង dashboard ដំបូងដែលលោកគ្រូអ្នកគ្រូនឹងឃើញនៅពេលដែល sign up ឬក៏ sign in មកបាទអញ្ចឹងខ្ញុំសូមជ្រើសរើស mode បាទ mode មួយណាដែលយើងពេញចិត្តខ្ញុំសូមជ្រើសរើស column នេះបាទត្រង់នេះគឺសូមលោកគ្រូអ្នកគ្រូវាយឈ្មោះចំណងជើងបាទចំណងជើងការងារដែរលោកគ្រូអ្នកគ្រូដាក់ឧទាហរណ៍ដំណក់ដង្ហើមអញ្ចឹងខ្ញុំដាក់ដំណក់ដង្ហើមបាទរួចហើយលោកគ្រូអ្នកគ្រូសូមចុចដាន់បាទហើយត្រង់នេះលោកគ្រូអ្នកគ្រូអាចដាក់ជាសំណួរបាន section នេះបាទហើយលោកគ្រូអ្នកគ្រូក៏អាច add section ថ្មីបានបាទនិយាយរួមបានច្រើនថែមទៀតមកបាទនេះសំណួរទី1ឧទាហរណ៍សំណួរទី1លោកគ្រូសួរអីគេលោកគ្រូសរសេរអីមកផ្សេងចំណាឥឡូវខ្ញុំដាក់សំណួរទី1បាទសំណួរអីក៏បានសំណួរទី2នេះសំណួរទី3បាទត្រង់នេះគឺសិស្សរបស់លោកគ្រូអ្នកគ្រូជាអ្នកបំពេញបាទបន្ទាប់ពីលោកគ្រូអ្នកគ្រូបាន rename section រួចហើយអញ្ចឹងលោកគ្រូអ្នកគ្រូអាចធ្វើការ share ចែករំលែកនេះមកចុចលើប៊ូតុង share នេះ share មកចូលទៅ share នេះម្ដងទៀតរួចហើយ get QR code លោកគ្រូអ្នកគ្រូនឹងឃើញ QR code នេះហើយលោកគ្រូអ្នកគ្រូអាចធ្វើការdownload បាទ download នេះមកហើយយក QR code នេះបង្ហាញទៅលើអេក្រង់LCD របស់យើង slide របស់យើងហ្នឹងបង្ហាញទៅដើម្បីឲ្យកូនសិស្ស scan បាទឥឡូវខ្ញុំសូមចុចប៊ូតុង download ឬក៏ download ជា PDF ក៏បានបាទឥឡូវខ្ញុំរួចហើយ scan download QR code រួចហើយឬក៏លោកគ្រូអ្នកគ្រូអាចធ្វើការ copy link ក៏បានដែរបាទចុច copy link ហ្នឹងហើយលោកគ្រូអ្នកគ្រូផ្ញើទៅក្នុងក្រុម Telegram ឬក៏Messenger ឲ្យទៅកូនសិស្សដើម្បីឲ្យពួកគាត់អាចធ្វើការវិនិយោគបានដល់ copy link យកមកដាក់ចែបាទលោកកូនសិស្សនឹងអាចចូលមកដល់ដូចអញ្ចឹងដែរប៉ុន្តែมันអាចមានសិទ្ធិកែនេះបានទេបានត្រឹមតែចូលមកសរសេរចម្លើយអញ្ចឹងកូនសិស្សគាត់នឹងចុចសញ្ញាបូកនេះរួចហើយសរសេរចម្លើយអីចឹងមកចម្លើយ1 2 3អញ្ចឹងមករួចហើយគាត់នឹងចុចពាក្យថា public បាទហើយអ្វីដែលខ្ញុំបង្ហាញនេះគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណ